ស្រមោលរបស់ហ្គួញហើយនឹងវ៉ងយ៉ងតើអាចមានអនមៀវជាយ៉ាងដូចម្ដេចមើលទៅដូចជាខ្ញុំបានអានប្រឡំលោកច្រើនពេកហើយកំពុងតែមានអារម្មណ៍វង្វេងមានរឿងអ្វីកើតឡើងទីបំផុតរកឃើញវាហើយគ្មានអ្វីខុសទេខ្ញុំអានខុសហើយតោះបន្តជាអកុសលយើងមិនអាចនិយាយអ្វីដើម្បីប្រមានក្មេងស្រីនោះបានទេយើងគ្រាន់តែសង្ឃឹមថានាងនឹងដឹងថាមានអ្វីមួយខុសប្រក្រតីក្នុងពេលឆាប់នេះជាងពេលក្រោយដោយសារតែទឈើនិងដូមីណូរបស់មនុស្សត្រូវបានបំផ្លាញរួចហើយមិនអាចយកមកវិញបានចៅហ្វាយនីយីនយ៉ាងនៅក្នុងពិភពខ្មោចក៏មិនខុសពីមនុស្សធម្មតាដែរតើមនុស្សសាមញ្ញដូចគាត់អាចមើលឃើញយ៉ាងដូចម្ដេចថាអ្វីដែលគាត់កំពុងនិយាយគឺជាការពិតកូស៊ីយ៉ាវាពិតជាការទាញយកនិងនិយាយរថយន្តប្រណាំងមែនដូចជាដូមីណូមានរឿងអ្វីតើអ្នកហត់ពេកហើយឬនៅនោះហើយជាអ្វីដែលខ្ញុំបានទទួលរស់រវើកប្រសិនបើព្រះនៃទ្រព្យសម្បត្តិមើលទៅដូចខ្ញុំហើយមានអមយោជា2នាក់នៅតូបៀនោះមនុស្ស2នាក់ដែលនៅសល់ក្រៅពីខ្ញុំតើអាចជាអ្នកណាទៀតតើវាអាចជាវងដែរឬទេខ្ញុំត្រូវតែរកវិធីដើម្បីបញ្ជាក់ខ្ញុំនឹងខ្ញុំប្រហែលជាហត់នឿយណាស់ហើយក្បាលខ្ញុំក៏វិលមុខតើយើងត្រឡប់ទៅវិញបានទេក្មេងប្រុសល្អនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះបន្ទាប់ពីយើងឈ្នះឆ្នោតហើយតើយើងអាចចាក់ចេញបានទេកុំបារម្ភអីអ្នកនឹងកាន់តែមានការប្រុងប្រយ័ត្នពេលកំពុងលេងហើយនឹងមិនងុយគេងទៀតទេលេងជាមួយយើងបន្តិចទៀតយកព្រមទេបើមិនដូច្នោះទេយើងពិតជាមិនអាចនៅបានយូរទៀតទេការស្នាក់នៅសំបីតែមួយវិនាទីទៀតគឺមានគ្រោះថ្នាក់យើងត្រូវចាក់ចេញជាបន្ទាន់ខ្ញុំចង់ទៅផ្ទះហើយអង្គុយចុះខ្ញុំបាននិយាយថាអង្គុយចុះនៅចុងបញ្ចប់នៃល្បែងបៀននីមួយគ្មាននរណាម្នាក់អាចចាក់ចេញបានទេហេតុអ្វីបានជាគាត់ស្រាប់តែខ្លាចជាបែបនេះតើវាពិតជាអាចទៅរួចទេដែលនាងកំពុងព្យាយាមធ្វើបាបខ្ញុំសូមអភ័យទោសខ្ញុំរំភើបពេកហេតុអ្វីយើងត្រូវស្នាក់នៅទីនេះអ្វីហ្នឹងមើលបងប្អូនជីដូនមួយឆ្ងាយរបស់ខ្ញុំបានចាក់ចេញពីស្រុកកំណើតរបស់យើងហើយខ្ញុំមិនអាចបំផ្លាញភាពសប្បាយរីករាយរបស់គាត់បានទេគាត់អាចលេងជាមួយអ្នកបន្តិចទៀតបានប៉ុន្តែខ្ញុំពិតជានឹងនាំអ្នកទៅផ្ទះវិញយកព្រមទេដោយសារអ្នកនៅទីនេះរួចហើយយើងនឹងដោះស្រាយវានៅពេលក្រោយទេនៅពេលប្រឈមមុខនឹងវិបត្តិស្លាប់រស់ចំណង់ចំណូលចិត្តមិនអាចបង្ហាញបានឡើយខ្ញុំត្រូវតែទៅអ្នកមិនអាចចាក់ចេញបានទេក្មេងស្រីនោះនឹងត្រូវវិនាសប្រសិនបើនាងដើរចេញពីទ្វារនេះអាហារឆ្ងាញ់ត្រូវបានផ្ដល់ជូនតែចំពោះតែមនុស្សល្អបំផុតប៉ុណ្ណោះអ្នកណាដែលចាក់ចេញដោយគ្មានការអនុញ្ញាតនឹងត្រូវសម្លាប់ការដើរចេញពីទ្វារនេះគឺដូចជាការដើរចូលទៅក្នុងទ្វារនរកពិតការចាក់ចេញក៏ជាវិធីមួយដើម្បីស្លាប់ដែរ